Ok បងប្អូនអ្នកគ្នាឥឡូវខ្ញុំបង្ហាញអ្នកគ្នាបន្តទៀតនេះអញ្ចឹងបងប្អូនឃើញនៅតែនេះគេដាក់ថា complete ហើយបងប្អូនឃើញនៅសញ្ញាកណ្ដឹងនេះសញ្ញាកណ្ដឹងហ្នឹងគឺជាកន្លែងសារជូនដំណឹងឲ្យយើងបានឃើញបានដឹងអញ្ចឹងណាអញ្ចឹងគេដាក់ថា crypto deposit ចំនួនកាក់របស់ខ្ញុំនឹងធ្វើការដកនោះគឺ414 TRX បាទអញ្ចឹងវាបានជោគជ័យហើយឥឡូវបងប្អូនធ្វើការចុចលើអាហ្នឹងមកបាទនេះអញ្ចឹងបងប្អូនឃើញនៅខាងលើគេនេះបាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបន្តទៀតនៅក្នុង Channel YouTube របស់ខ្ញុំ One Money បាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការចែករំលែកបងប្អូនយើងបាទតាក់ទងជាមួយនឹងការដកលុយចេញពីក្នុង website ដែលខ្ញុំបានធ្វើការលេងចុះឈ្មោះលេងដោយលក្ខណៈ free មិនមានការដាក់លុយឬក៏ដាក់ជាប្រភេទកាក់ crypto ដើម្បីវិនិយោគអីនោះទេបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំនេះគឺខ្ញុំបង្ហាញអំពីការដកលុយចេញពីក្នុង website ដើម្បីបង្ហាញបងប្អូនយើងដែលគាត់មាននៅទូរស័ព្ទដៃឬក៏កុំព្យូទ័រអាចធ្វើការចុះឈ្មោះលេងដោយលក្ខណៈ free បាទហ្នឹងហើយអញ្ចឹងបងប្អូនចង់ដឹងថាការដកលុយរបស់ខ្ញុំគឺបានពិតមែនឬក៏អត់បងប្អូនចាំតែមើលដល់គ្នាបាទអំពីរបៀបនៃការដកលុយហ្នឹងអូខេអញ្ចឹងឥឡូវបងប្អូនទៅមើលជាក់ស្ដែងទៅខ្ញុំបង្ហាញនៅក្នុងវីដេអូនេះតែម្ដងបាទហើយចំពោះវីដេអូនៃការយកឈ្មោះចាំខ្ញុំបង្ហាញអ្នកគ្នានៅក្នុងវីដេអូក្រោយអញ្ចឹងខ្ញុំបង្ហាញនេះគឺខ្ញុំបង្ហាញតែរបៀបនៃការដកលុយជាមុនសិននៅពេលដែលខ្ញុំធ្វើការបង្ហាញវីដេអូក្រោយខ្ញុំបង្ហាញអំពីរបៀបនៃការចុះឈ្មោះជាមួយនឹង website ផ្ទាល់តែម្ដងបាទហ្នឹងហើយចំពោះវីដេអូអស់នេះគឺជាវីដេអូនៃការបរៀនអ្នកគ្នាជាមួយនឹងរបៀបនៃការរកលុយការដកលុយការលេងហ្នឹងទៅបាទខ្ញុំទើបតែបង្ហាញបាន4វីដេអូទេហើយខ្ញុំអត់សូវមានពេលធ្វើការបង្ហាញគឺខ្ញុំទុកចោលឥឡូវគឺខ្ញុំមកធ្វើការបង្ហាញបន្តទៀតបាទអូខេអញ្ចឹងបងប្អូនដែលគាត់មកថ្មីអាចធ្វើការចុចនៅលើពាក្យថាជីវបាទនេះចុចលើពាក្យថាជីវនេះមកហើយបន្តមកទៀតបងប្អូនធ្វើការចុចលើពាក្យថាជីវហ្នឹងហើយបងប្អូនចុចលើពាក្យថាជីវហ្នឹងហើយវាចេញមកតម្រងបែបនេះបងប្អូនធ្វើការចុចលើពាក្យថាបានជីវហ្នឹងទៅបាទបន្តមកទៀតបងប្អូនយកពាក្យថាទាំងអស់នេះបាទចុចលើពាក្យថាទាំងអស់ហ្នឹងមកបាទអញ្ចឹងបងប្អូននឹងទទួលបានសញ្ញាកណ្ដឹងបែបនេះគឺបងប្អូនទទួលបាននៅវីដេអូថ្មីហើយនៅពេលដែលយើងធ្វើការអាប់ឡូតចូលមកក្នុង channel មួយនេះបងប្អូននឹងឃើញវីដេអូរកលុយរបស់ខ្ញុំអំពីការរកលុយការចុះឈ្មោះការដកលុយផងដែរអញ្ចឹងបងប្អូនដែលគាត់ចង់ធ្វើការរកលុយជាមួយនឹង online នៅក្នុងឆ្នាំ2025នេះឬក៏ទៅមុខបន្តទៀតបងប្អូនអាចធ្វើការតាមដានខ្ញុំតាមរយៈការបង្ហាញជាវីដេអូនៅក្នុង channel មួយនេះអូខេឥឡូវមកខាពេល review តោះទៅមើលដល់គ្នាអំពីរបៀបនៃការដកលុយចេញតោះអូខេបងប្អូនអ្នកគ្នាឥឡូវខ្ញុំបានធ្វើការចូលមកដល់ website នេះហើយអញ្ចឹងបងប្អូនមើលនៅក្នុង balance website របស់ខ្ញុំគឺខ្ញុំរកបានដោយ free អ្នកគ្នាណាគឺចំនួន414កាក់ TRX អញ្ចឹងនៅក្នុងមួយកាក់ TRX គឺស្មើទៅនឹង 0.23 សេនទៅ24សេនឬក៏វាអាចឡើងទៅតាមចំនួនជាក់ស្ដែងតាមថ្ងៃបាទហ្នឹងហើយអូខេអញ្ចឹងបងប្អូនអ្នកគ្នាដែលគាត់មកថ្មីប្រហែលជាមិនទាន់យល់ទេអំពីកន្លែងទៅហ្នឹងបាទជាមួយនឹង crypto នេះឥឡូវគឺខ្ញុំសូមធ្វើការអូសទៅលើហើយខ្ញុំបង្ហាញអ្នកគ្នាជាមួយនឹងការលេងបន្តិចបាទអញ្ចឹងការលេងរបស់ខ្ញុំជារៀងរាល់ថ្ងៃគឺខ្ញុំលេងបែបហ្នឹងបាទខ្ញុំលេងបែបហ្នឹងអញ្ចឹងបងប្អូនធ្វើការបំពេញនៅកាប់ឆាវាមកបាទអាហ្នឹងគឺជា website ហ្នឹងហើយយើងបំពេញនៅកាប់ឆាបាទអញ្ចឹងបងប្អូនធ្វើការអូសនេះមកដាក់ចូលមកក្នុងកន្លែងនេះមកដើម្បីយើងធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងកាប់ឆាដើម្បីវាចង់ដឹងថាយើងជាមនុស្សយន្តឬក៏ជាមនុស្សពិតប្រាកដបាទដោយលក្ខណៈយើងលេងដោយដៃនៅហ្នឹងបាទមិនមែនលេងដោយ AI ឬក៏លេងដោយ bot ចឹងណាហ្នឹងហើយអ្នកគ្នាអញ្ចឹងបន្តមកទៀតធ្វើការចេះពេលថា claim ទៅនេះមកហ្នឹងហើយចេះពេលថា claim ទៅហ្នឹងមកចឹងនៅពេលដែលបងប្អូនធ្វើការចេះពេលថា claim ទៅហ្នឹងហើយវានឹងចេញមកនីតិទៅនេះគឺយើងធ្វើការរងចាំវា1ម៉ោងក្រោយធ្វើការ claim បានម្ដងទៀតហ្នឹងហើយអូខេអញ្ចឹងមកខាពេល value ខ្ញុំសូមទៅធ្វើការបង្ហាញបងប្អូនយើងបន្តទៀតតាក់ទងជាមួយនឹងការដកលុយចេញតែម្ដងអញ្ចឹងបងប្អូនធ្វើការចុចលើសញ្ញាត្រី3ខាងស្ដាំដៃខាងលើនេះបាទបន្តមកទៀតបងប្អូនយកពាក្យថា withdrawal នេះពាក្យថា withdrawal ហើយយើងគុំវងក្រហមហ្នឹងបាទដល់ពេលដែលបងប្អូនធ្វើការចុចនៅលើពាក្យថា withdrawal ហ្នឹងហើយបាទអញ្ចឹងវានឹងចេញមកទម្រង់បែបនេះអញ្ចឹងគេនឹងដាក់ថាកន្លែងនេះគឺ withdrawal TRX ហើយបងប្អូនត្រូវតែរកឲ្យបានចំនួនប៉ុណ្នេះទើបអាចដកបានគឺ15.0 TRX បាទហ្នឹងហើយដើម្បីយើងអាចដកហ្នឹងគឺយើងដកវាគិតថ្លៃសេវាប៉ុណ្នេះបាទថ្លៃសេវាវាគឺតិចដែរទេវាអត់ច្រើនទេបាទថ្លៃសេវាគឺ 0.2 បាទ 0.2 ហ្នឹងហើយតែនេះគឺជាចំនួនដែលយើងធ្វើការបញ្ចូលចំនួនកាក់ហើយនេះគឺជាកន្លែង address បាទ address កាក់ TRX ហ្នឹងនៅក្នុង Binance ឬក៏កាបូបផ្សេងទៀតដែលជាមួយនឹង network Tron TRC20
បាទដែលនៅខាងលើគេហ្នឹងអូខេអញ្ចឹងបងប្អូនយើងអាចធ្វើការចូលមកក្នុង Binance មកនេះ Binance បងប្អូនមានកាបូបលុយផ្សេងទៀតអាចធ្វើការចូលទៅក្នុងកាបូបលុយផ្សេងហ្នឹងទៅប៉ុន្តែខ្ញុំសូមធ្វើការលើកយកមកបង្ហាញតាក់ទងជាមួយនឹង Binance ហ្នឹងហើយអញ្ចឹងខ្ញុំចូលមកក្នុង Binance របស់ខ្ញុំបាទបន្តមកទៀតគឺខ្ញុំនឹងបង្ហាញអំពីចំនួនទឹកលុយរបស់ខ្ញុំនៅក្នុង Binance ហ្នឹងហើយអញ្ចឹងនៅក្នុង Binance របស់ខ្ញុំគឺខ្ញុំមានទឹកលុយនៅក្នុងទីនេះគឺមានតែចំនួន3ដូចជា$3.20សេនទេអ្នកនាងបាទគឺខ្ញុំមានតែប៉ុណ្្នឹងទេអត់មានច្រើនទេនេះមានតែ$3.20សេនទេហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការដកលុយពីក្នុង website មកផ្ទុកនៅក្នុងនេះចាំមើលនៅក្នុងកន្ទុយវីដេអូបងប្អូននឹងឃើញទឹកលុយនឹងធ្លាក់ចូលមកក្នុងទីនេះបាទចាំមើលជាក់ស្ដែងទៅណាអ្នកនាងណាអូខេអញ្ចឹងដើម្បីយើងធ្វើការយក Ether បានបងប្អូនធ្វើការចុចនៅលើពាក្យថា deposit ឬក៏សញ្ញាព្រួយចុះក្រោមនេះបាទចុចនៅលើពាក្យថា deposit ឬក៏សញ្ញាព្រួយចុះក្រោមនៅក្នុង Binance ហ្នឹងមកបាទបន្តមកទៀតគឺបងប្អូនយើងនឹងចុចលើតំណែងហើយវាចេញមកតម្រងមួយទៀតបែបនេះដើម្បីឲ្យបងប្អូនធ្វើការទៅស្វែងរកឬក៏ search coin យើង search យកមើលប្រភេទកាក់ហ្នឹងអញ្ចឹងបងប្អូនទៅរកមើលមកបែរពាក្យថា TRX មកនៅខាងលើគេហ្នឹង search coin ហ្នឹងបែរនៅក្នុងកន្លែងហ្នឹងបាទបែរពាក្យថា TRX ឬក៏ Tron បាទបែរតែប៉ុណ្្នឹងទៅបែរជាអក្សរកាត់មក TRX បែរមកវាវែងឆ្ងាយបងប្អូនឃើញនៅខាងលើគេយកខាងលើគេហ្នឹងមកនឹងហើយ TRX បន្តមកទៀតបងប្អូននឹងឃើញជាមួយនឹងកាក់ Tron TRC20 network របស់វាចុចលើគេហ្នឹងមកហ្នឹងហើយដល់ពេលបងប្អូនធ្វើការចុចលើគេនេះហើយបងប្អូននឹងឃើញពាក្យថា deposit TRX នៅខាងលើនេះហើយបងប្អូនឃើញនៅជាមួយនឹង QR ហើយឃើញជាមួយ network ខាងក្រោមនេះគេថា network Tron TRC20 ហើយខាងក្រោមនេះខាងក្រោម network នឹងទៀតដែរគឺវាមានពាក្យថា deposit Ether អញ្ចឹងបងប្អូនធ្វើការចុច copy យក Ether នោះទៅធ្វើការដាក់បញ្ចូលទៅក្នុង website អញ្ចឹងបងប្អូនធ្វើការមើលតាមសញ្ញាខ្ញុំធ្វើការគូសបង្ហាញទៅបងប្អូនអាចធ្វើការយល់ហើយអញ្ចឹងបងប្អូនធ្វើការ copy នៅលើ Ether ហ្នឹងមកបាទ copy លើសញ្ញាហ្នឹងមកបាទបងប្អូនធ្វើការ copy អាហ្នឹងហើយបងប្អូនអាចយកទៅដាក់នៅក្នុង website បានហើយដើម្បីយើងដកបានស្នើដកលុយចេញពីក្នុង website មកផ្ទុកនៅក្នុងទីនេះបាទអញ្ចឹងការដកហ្នឹងគឺវាចូលមកតាមរយៈ Ether ហ្នឹងឯងបាទនឹងអញ្ចឹងបងប្អូនធ្វើការមើលឲ្យច្បាស់លាស់បាទមុននឹងបញ្ចូលមុននឹងដកលុយអញ្ចឹងខ្ញុំបានធ្វើការ copy ហើយឥឡូវធ្វើការចូលមកក្នុង website របស់ខ្ញុំវិញបន្តមកទៀតបងប្អូនយើងអាចធ្វើការបញ្ចូលចំនួនកាក់ឲ្យហើយទៅឬក៏អាចធ្វើការបញ្ចូល Ether ឲ្យហើយទៅតែតែនេះគឺគេដាក់ពាក្យថាម៉េចបើសិនបងប្អូនចង់ធ្វើការដកទាំងអស់គឺដកបានចុចពាក្យថាម៉េចទៅគឺដកបានទាំងអស់ហើយប៉ុន្តែគឺខ្ញុំអត់ទាន់ដកទាំងអស់ទេខ្ញុំដកតែចំនួន414កាក់ទេបាទ414កាក់ចុច02បាទចុច02នេះគឺជាថ្លៃសេវាអញ្ចឹងដល់ពេលដែលវាកាត់ថ្លៃសេវា02ចេញទៅវានៅសល់តែ414 TRX អញ្ចឹងឥឡូវខ្ញុំសូមធ្វើការបញ្ចូលចំនួនកាក់បែបហ្នឹងសិនបាទហ្នឹងហើយខ្ញុំបញ្ចូលចំនួនតែ414 TRX ទេហ្នឹងហើយដើម្បីយើងធ្វើការស្នើសុំដកណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចាំបន្តិចខ្ញុំសូមធ្វើការបញ្ចូលសិនអូខេអ្នកនាងនេះអញ្ចឹងខ្ញុំបានធ្វើការបញ្ចូលហើយគឺចំនួន414.2បាទ.2ទាំងថ្លៃសេវា02បាទអូខេអញ្ចឹងបងប្អូននឹងយល់ហើយនេះណាបាទបន្តមកទៀតបងប្អូនបំពេញនៅកន្លងខាងលើនេះមកនេះកន្លងខាងលើគឺជាគេដាក់ថា withdrawal Ether អញ្ចឹងបងប្អូនបំពេញEther រៀងធ្វើការទៅ copy ពីក្នុង Binance មិញហ្នឹងបាទចុចបំពេញលើនោះមកសកត់លើវាជាប់មកបាទចុចសកត់លើកន្លងហ្នឹងមកហើយបងប្អូននឹងឃើញពាក្យថាបិទភ្ជាប់ឬក៏ផាសជាអក្សរអង់គ្លេសហ្នឹងហើយអញ្ចឹងវាជាប់នៅក្នុងហ្នឹងនេះបន្តមកទៀតបងប្អូនរើសជាមួយនឹងកាប់ឆាមកបាទកាប់ឆាហ្នឹងគឺជាប្រព័ន្ធទូទាត់មួយប្រព័ន្ធផ្ទៀងផ្ទាត់ជាមួយដើម្បីវាចង់ដឹងថាយើងជាមនុស្សយន្តឬក៏ជាមនុស្សពិតប្រាកដអញ្ចឹងខ្ញុំសូមធ្វើការយកអាកតាគេបាទនេះគឺជាទម្រង់កាប់ឆាអញ្ចឹងបងប្អូនធ្វើការចុចលើសញ្ញាកឡោន4ឈុងហ្នឹងមកហ្នឹងហើយបន្តមកទៀតវាចេញមកទម្រង់កាប់ឆាបែបនេះបាទអញ្ចឹងកាប់ឆាវាមានច្រើនទម្រង់ឲ្យយើងធ្វើការស្វែងយល់បាទអញ្ចឹងបងប្អូនមើលរូបមួយណាដែលវាចង្អុលមកកាន់ខ្ញុំណានេះមកកាន់យើងណាបាទអញ្ចឹងរូបដែលវាមើលមកចំមុខគឺរូបឆ្មាមួយនេះបាទហ្នឹងបាទមាន3បាទមាន3ហ្នឹងបងប្អូនមើលតាមហ្នឹងណាជាក់ស្ដែងទៅអូខេបន្តមកទៀតធ្វើការជាថាបន្ទាប់មកហ្នឹងហើយបន្តមកទៀតគឺបងប្អូននឹងចេញមកតម្រង់បែបហ្នឹងទៀតយកអាឆ្មាមួយណាដែលបែរមុខមកមើលយើងបាទចុចថាពិនិត្យទៅហ្នឹងហើយបន្ទាប់មកគឺបងប្អូនឃើញសញ្ញាគ្រីងចេះហើយបងប្អូនធ្វើការពិនិត្យមើលម្ដងទៀតជាមួយនឹង Ether ចំនួនកាក់ហើយនឹងកាប់ឆារបស់យើងបាទហ្នឹងហើយអញ្ចឹងយើងមើលពិនិត្យឃើញត្រឹមត្រូវហើយបងប្អូនធ្វើការចុចពាក្យថា withdrawal នេះចុចពាក្យថា withdrawal នៅខាងក្រោមគេនេះហ្នឹងហើយ withdrawal នោះគឺបានន័យថាដកណាអ្នកនេះបាទអញ្ចឹងវាកំពុងតែ success ហើយនេះបាទវា success ហើយអញ្ចឹងការដករបស់ខ្ញុំគឺវាកំពុងតែ
sắp xài hay việc toàn chụp cháy thế phần tái cứ view bông tài rong chạm bạn chẳng cả độ bao nhiêu này cứ nhầm độ nó không kháng crom ní bọn khơi cái đã thả máu bà chân nốt buôn rồi đập buôn cả bà nè buôn rồi đập buôn cả chạy xôn pì ở chạy pì thì ở bà chỉ buôn chạy con buôn vị thì muốn nó cứ nhầm độ ok trong bọn cái lấy tiền mò bị đam mò chơi mất bà nè trong bọn khơi bị thả pin đính bà chia so là mình bò lương nó bà bò tật rồi nhé bà bọn khơi bò nó ấy cứ đặt thả pin đính trong việc có bông tài tàn cả năng ảnh chẳng ở lại một ôn với ca rong trăm sân bây giờ vì khơi bị bạch năng cứ rong trăm mơ sân và tái bà xem ra một ôn này còn màu mấy còn đọ mấy được thì muối cứ vì hứa mình chạy bị thả pin đính tề bị chạy bị thả con xe bà chắc chắn là một ôn với ca rong trăm sân tới nè bà rong trăm sân tới là bây giờ vì bắt đầu bị thả pin đính từ chia bị ép sen tiết với ca bà hái bóng ôn và to tiệt ok chẳng như xong thua ca rong trăm mình tích bà chẳng mình tích tế bà nó đến á ngày ok nào khní chẳng là này cứ nhung rong trăm bà chỉ mình tích mấy nhà lớn vì trên bị tha processing vì trên ô bị tha pending bị môn chẳng processing các bạn đã tham về của bông tài rong trăm rồi còn là na ca bà việc kiện chụp cháy hái năng bà tay này khăn lớn cái đã tha logo bài nán hay thì ở deposit processing mỗi cái khăn lớn cái đã tha thì ở deposit successful là nó đẹp chẳng bạn tha cả độ bảo nhóm cư từ thuộc bàn lôi ấy cho tôi không có bộ lợi bài nàn chẳng mà ôn dương ai thôi cả mà mơ mà nói tiết nhưng bà hai nó không website bây bị chọc cho bộ refresh về máu bà nhưng refresh nó không website bây giờ máu bà bắt đầu mình thêm một ôn auto lơ cho tới một ôn tiền bị spam vào cho nó bà trong ôn khơi bị thả pin đính chia sẻ khơi bị thả complete bà cho bị thả complete qua bài toán đấy cứ bạn này thả bị chụp cháy hái nè nên ngày bị chụp cháy hay nên ngày trong cả độ bao nhiêu cái trai và bọn này cả độ cho ra mình tên bà nhập độ cho ra đó nó đấy chỉ một website này nhưng lên đài free thì bà lên là free thế nên ngày hay chỉ nốt bốn rồi đọc bốn cả nó cứ smart chỉ lờiประมาณlà trăm mờ được trong cái tôi video các bạn bọn đang ngày nên ngày cái tôi video ok là bọn cho một con bài nan ở đây má bà nhìn xong thưa ca tranh bị cái website trong bọn cho một con bài nan bọn khơi lịch mi lịch pi á bà lịch pi nó khăn lơ mày nhé bà chọn lựa bài nan nào trong bọn khơi lưới bởi nhầm nó không bài nan cứ mình tập bay là lá hoặc bay sen thế vì muốn đó nè ở đây ôn trong đăng tài về lôi về lại được cái chó không ôn advoca refresh mất tin tài lệ về cho crown bà nhưng tin lừa cái tài lại crown bà nhưng tin cho máu bà là ngày và tao mới tới cứ ôn khơi lôi nè lôi bà cứ thực lôi để nhóm đọ trên bị cái website nó cứ trên nón bà lang tại đó mà rồi là chạy 50% là ngày trong lối đi langประมาณlà ôn vô một con đọ cháy tới kẹt là niềm mơ tới bà là ngày ok trong một sân chia làm ôn thôi ca cho lừa khăn sẽ làm đầy này mất nhưng bà hai làm bay bị chọc bị tấu trong cái này cái đã tha complete hay ôn khơi về nhà cái đăng cái mối cái đã tha crypto deposit cho nôn cả nhóm nó cứ buôn rồi đọc buôn thì ở complete bạn chẳng bạn đã thay bị chụp cháy hay bà chẳng cả đọc bao nhóm cứ bị chụp cháy hay lấy nó cứ chia xa chung đằng đọc bài nào đến á bà nên ngày bà nữa support story nó bà nó ôn dọa khăn lơ kia đâu máu hay ôn khơi thì cái đã tha bố buôn rồi đọc buôn thì bà bị đôi từ nắng ở vậy để những thừa cả độ bị cái website mình đại ok chẳng cả độ bởi những cứ mình tập phần năng tê ở con chán chăm chút một trong nó cái video cho chúng nó video cào ok mình tập phần năng tê bye bye